ឆាប់នេះហើយដែលក្រុមតារាចម្រៀង K-pop 2NE1 នឹងបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជានៅរាជធានីភ្នំពេញផ្ទាល់តែម្ដងក្នុងនាមជាអ្នកតាមដានវិស័យ K-pop មួយរូបដែរហើយនាងខ្ញុំបានស្គាល់តារាចម្រៀង K-pop កូរ៉េដូចជា 2NE1 Shiny 2PM អីជាដើមហ្នឹងក៏តាមរយៈក្រុមហ៊ុន CBS ដែលមានស្ថានីយទូរទស្សន៍ My TV ដែលជាស្ថានីយទូរទស្សន៍មុនគេក្នុងការនាំយកនៅបទចម្រៀងកូរ៉េក្បាច់រាំរបស់កូរ៉េចូលមកកាន់ប្រទេសកម្ពុជាហើយនេះខ្ញុំជឿជាក់ក៏អាចជឿបានថាបងប្អូនមួយចំនួនដែលស្គាល់វិស័យ K-pop ក៏អាចថាតាមការមើលនៅស្ថានីយទូរទស្សន៍ My TV ផងដែរព័ត៌មានផ្លូវការបានឲ្យដឹងថាក្រុមតារាចម្រៀង K-pop 2NE1 នឹងមកប្រគំតន្ត្រីក្នុងពេលឆាប់ៗនេះហើយនៅក្នុងប្រទេសកម្ពុជាហើយបើយោងទៅតាម Facebook Page ផ្លូវការរបស់ Gensburg Beer បានឲ្យដឹងថាខ្លួននឹងនាំយកតារា K-pop idol ដែលមានប្រជាប្រិយភាពមកកាន់ឆាកប្រគំតន្ត្រីនៅទីក្រុងភ្នំពេញនាពេលឆាប់ៗខាងមុខនេះក្នុង Facebook ដដែលបានសរសេរឲ្យដឹងថាលើកនេះលែងឈុតធំហើយដែល K-pop 2NE1 នឹងមកក្រឡុកទីក្រុងភ្នំពេញក្នុងមហាព្រឹត្តិការណ៍ប្រគំតន្ត្រី Gensburg Super Idol I Am the Best ហើយក្នុងពេលដំណើរគ្នានេះក៏តាមរយៈ Facebook Page ដដែលក៏បានឲ្យដឹងថាទីតាំងនៃការប្រព្រឹត្តឡើងនៅមហាព្រឹត្តិការណ៍នេះគឺធ្វើឡើងនៅកោះពេជ្រថ្ងៃទី5ខែកក្កដាខាងមុខនេះដែល like សម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនជាពិសេសអ្នកគាំទ្រ 2NE1 បានបញ្ចេញមតិដោយស្នើសុំឲ្យមានការផ្លាស់ប្ដូរទីតាំងទៅកាន់ Stade Olympic ឬក៏ Stade មកដកដេជោជំនួសវិញដោយសារតែនៅទីតាំងនោះអាចនឹងមានអ្នកគាំទ្រនឹងអាចទទួលអ្នកគាំទ្របានច្រើននឹងមានទីតាំងធំទូលាយប៉ុន្តែបែបណាក្តីរងចាំមើលដំណឹងបន្ថែមទាំងអស់គ្នាហើយក្នុងនោះផងដែរនេះគឺជាការស្នើសុំរបស់ fan មួយចំនួនទេដោយសារតែគាត់មើលឃើញថានៅប្រទេសកម្ពុជាក៏មាន fan របស់ 2NE1 ច្រើនដែរដូច្នេះការស្នើសុំរបស់គាត់គឺពេលខ្លះគាត់ចង់ឲ្យ 2NE1 ទៅប្រគំតន្ត្រីនៅទីតាំងដែលធំជាងមុនអាចដាក់អ្នកគាំទ្របានច្រើនហើយជាពិសេសនោះការលក់សម្បត្តិហ្នឹងក៏ងាយស្រួលនៅក្នុងការទិញបើសិនជាធ្វើនៅទីតាំងអាចថារៀងទូចអីចឹងទៅទីសម្បត្តិការចូលរួមការប្រគំតន្ត្រីហ្នឹងក៏មានការកំណត់ដែរប៉ុន្តែយ៉ាងណាមិញក្នុង Facebook Page ផ្លូវការបានឲ្យដឹងថា 2NE1 នឹងមកប្រគំតន្ត្រីនៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី5ខែកក្កដាឆ្នាំ2025ខាងមុខនេះហើយអរគុណទស្សនិកជនជាទីគោរពនិងជាទីមេត្រីព័ត៌មានពេលល្ងាចរបស់ CTN ពេលនេះបានឈានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានតាមដានទស្សនាតាំងពីដើមរហូតមកទល់នឹងពេលនេះហើយកម្មវិធីរបស់យើងនឹងវិលត្រឡប់មកជួបលោកនាងសាជាថ្មីនៅថ្ងៃស្អែកតាមពេលវេលានឹងម៉ោងដដែលខណៈនេះយើងខ្ញុំទាំងអស់គ្នាក្រុមការងារផ្សាយផ្ទាល់សូមអរគុណសូមជម្រាបលា